ខណ្ឌរាជស្វាយរៀងឈ្នះក្រុមម្ចាស់ផ្ទះ Lion City 2-0 ប៉ុន្តែអស់ឱកាសឡើងទៅវគ្គបន្តក្រុមប្រខណ្ឌរាជស្វាយរៀងបានយកឈ្នះលើក្រុម Lion City ដោយលទ្ធផល 2-0 សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B ពានរង្វាន់ Asian Club Championship នៅថ្ងៃទី 5 ខែកុម្ភៈឆ្នាំ2026នៅប្រទេសសិង្ហបុរីពីគ្រាប់របស់ប្រខណ្ឌរាជស្វាយរៀងរកបាននៅដើមវគ្គទី 2 បន្ទាប់ពីវគ្គទី 1 គ្រាប់បាល់បានកើតឡើងខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick រកបានទាំង2គ្រាប់នៅនាទីទី 50 និងនាទីទី 64 ចំណែកក្រុមម្ចាស់ផ្ទះក៏មានឱកាសច្រើនដែរនៅវគ្គទី 1 ប៉ុន្តែត្រូវបានវីរៈស្ដារ៉ាជួយសង្គ្រោះបាល់បានហើយនៅវគ្គទី 2 ក៏មិនសូវមានឱកាសច្រើនដែរចំណែកគូប្រជែង Johor Darul Ta'zim បានស្មើម្ចាស់ផ្ទះ Namding ដោយលទ្ធផល 1-1 ដូច្នេះបានធ្វើឲ្យប្រខណ្ឌរាជស្វាយរៀងអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បើទោះបីជានៅសល់មួយប្រកួតទៀតជាមួយនឹងក្រុម Bangkok United សម្រាប់ការប្រកួតចុងក្រោយក៏ដោយក្រុម Namding និង Johor បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខណៈក្រុមប្រខណ្ឌរាជស្វាយរៀងនិង Bangkok United ត្រូវប្រកួតគ្នាចុងក្រោយដើម្បីចំណាត់ថ្នាក់លេខ 3 ក្នុងពូលតារាងពិន្ទុពូល B Namding មាន15ពិន្ទុឈ្នះ5ប្រកួតក្រុម Johor Darul Ta'zim មាន10ពិន្ទុឈ្នះ3ស្មើ1និងចាញ់1ក្រុមប្រខណ្ឌរាជស្វាយរៀងមាន7ពិន្ទុឈ្នះ2ស្មើ1និងចាញ់1ក្រុម Lion City មាន4ពិន្ទុឈ្នះ1ស្មើ1និងចាញ់2ក្រុម Bangkok United មាន4ពិន្ទុឈ្នះ1ស្មើ1និងចាញ់2ក្រុម Shan United មាន0ពិន្ទុចាញ់ទាំង5ប្រកួត